ប្រសិនបាននិយាយពីប្រទេសជប៉ុនខ្ញុំជឿថាអ្នកទាំងអស់គ្នាប្រកាសជាស្គាល់តាមរយៈរឿងរ៉ាវនៃសង្គ្រាមលោកនិងការរីកចម្រើនខាងសេដ្ឋកិច្ចបច្ចេកវិទ្យានិងភាពល្បីល្បាញផ្នែកបដិសណ្ឋារកិច្ចជាដើមប្រទេសដែលមានការរីកចម្រើនបែបនេះប្រហែលជាស្ថានភាពរស់នៅរបស់ប្រជាជនពោពេញទៅដោយសុភមង្គលហើយយ៉ាងមកទៅថ្ងៃនេះខ្ញុំនឹងនិយាយអំពីចំណាត់ថ្នាក់សុភមង្គលរបស់ប្រទេសជប៉ុនក្នុងឆ្នាំ2025តើប្រទេសជប៉ុនជាប់ចំណាត់ថ្នាក់ទីប៉ុន្មានក្នុងចំណោមប្រទេសទាំង147ដែលត្រូវបានគេវាយតម្លៃអំពីកម្រិតសុភមង្គលរបស់ប្រជាជនបើយោងតាមរបាយការណ៍សុភមង្គលពិភពលោក2025ដែលបានចេញផ្សាយនៅថ្ងៃទី20ខែមីនាឆ្នាំ2025នេះដែលហៅកាត់ថា SDSN បានបង្ហាញនៅការវាយតម្លៃនៃកម្រិតសុភមង្គលរបស់ប្រទេសទាំង147ក្នុងនោះប្រទេសជប៉ុនជាប់ចំណាត់ថ្នាក់ទី55បើប្រៀបធៀបនឹងឆ្នាំ2024ដែលមានលេខរៀងទី51នោះគឺធ្លាក់អស់4លេខប្រទេសជប៉ុនជាប្រទេសដែលមានការរីកចម្រើនទាំងផ្នែកសេដ្ឋកិច្ចនិងបរិយាកាសសុវត្ថិភាពសាធារណៈចុះហេតុអ្វីបានជាមនុស្សនៅតែមិនមានអារម្មណ៍សប្បាយរីករាយឬក៏មិនសូវមានសុភមង្គលបែបនេះបើតាមការផ្សាយរបស់គេហទំព័រ Happy Women Academy បានបង្ហាញថាបើប្រៀបធៀបជាមួយនឹងប្រទេសអភិវឌ្ឍន៍ផ្សេងទៀតប្រទេសជប៉ុនមានចំណាត់ថ្នាក់ទាបចំពោះកត្តាមួយចំនួនដូចជាការគ្រប់គ្រងសង្គមសេរីភាពក្នុងជីវិតការអត់ឱននិងការជួយគ្នាទៅវិញទៅមកហើយក្នុងនោះក៏បានបង្ហាញផងដែរថាបញ្ហាដែលជប៉ុនកំពុងតែប្រឈមនោះគឺភាពឯកោនិងកង្វះទំនាក់ទំនងយ៉ាងទៀតមានភាពមិនទូលំទូលាយចំពោះភាពចម្រុះមានន័យថាអត់ទាន់មានការបើកចិត្តទូលំទូលាយចំពោះជំនឿភេទនិងរបៀបរស់នៅលើសពីនេះទៅទៀតនោះគឺការរឹតបន្តឹងទៅលើសេរីភាពនិងការបង្ហាញខ្លួនមានន័យថាមនុស្សភាគច្រើនមិនមានឱកាសបង្ហាញអំពីខ្លួនឯងទេហើយចុងក្រោយគឺរបៀបធ្វើការយ៉ាងតឹងរ៉ឹងនឹងឯងបើទោះបីជាប្រទេសអភិវឌ្ឍក៏ដោយប៉ុន្តែប្រសិនបើស្ថានភាពសុខភាពផ្លូវចិត្តរបស់ប្រជាជនពុំសូវបានសម្រាកនិងការថយចុះរវាងទំនាក់ទំនងជាមួយនឹងអ្នកដទៃអាចជាមូលហេតុដែលនាំឲ្យអារម្មណ៍សុភមង្គលកាន់តែធ្លាក់ទាបអញ្ចឹងតើប្រទេសណាដែលជាប់ចំណាត់ថ្នាក់ទី1ក្នុងឆ្នាំ2025នេះចម្លើយគឺប្រទេសហ្វាំងឡង់ប្រទេសហ្វាំងឡង់ជាប់ចំណាត់ថ្នាក់លេខ1 7ឆ្នាំជាប់គ្នាបន្ទាប់មកគឺដាណឺម៉ាកអ៊ីស្លង់និងស៊ុយអែតតើគេវាយតម្លៃកម្រិតសុភមង្គលរបស់ប្រទេសនីមួយៗដែលផ្អែកទៅលើសុចនករអ្វីខ្លះទី1គឺអំណាចសេដ្ឋកិច្ចដែលហៅកាត់ថា GDP ទី2គឺការគ្រប់គ្រងពីសង្គមនៅពេលដែលមានបញ្ហាតើអ្នកណាអាចជួយបានទី3គឺអាយុសង្គមរស់ដែលសំដៅទៅលើអាយុដែលប្រជាជនមានសុខភាពល្អទី4សេរីភាពអាចជ្រើសរើសជីវិតបែបផ្ទាល់ខ្លួនបានទី5គឺការអត់ឱនការយកចិត្តទុកដាក់និងការចូលរួមសកម្មភាពជួយអ្នកដទៃហើយទី6នោះគឺទុកចិត្តទៅលើគោលនយោបាយនិងប្រព័ន្ធសង្គមទាំងនេះគឺជាសូចនាករសំខាន់ដែលវាយតម្លៃអំពីកម្រិតសុភមង្គលប្រជាជននៅក្នុងប្រទេសនីមួយៗថាតើពួកគេរស់នៅមានសុភមង្គលកម្រិតណា